ហើយចាប់តាំងពីព្រឹកថ្ងៃពុធមានការវិប្រហារដោយមីស៊ីលពីប្រទេសឥណ្ឌាទៅលើប្រទេសប៉ាគីស្ថានហើយភ្លាមក៏មានការវិប្រហារសងសឹកមកវិញពីប្រទេសប៉ាគីស្ថានដែរហើយការវិប្រហារដោយអាវុធធុនតូចនិងការបាញ់ផ្លោងចេះតែបន្តកាលពីថ្ងៃពុធម្សិលមិញហើយបើតាមប្រភពពីមន្ត្រីយោធាឥណ្ឌាថាយប់ថ្ងៃពុធម្សិលមិញនេះក៏នៅមានការវាយប្រហារដែរគឺមានន័យថាបាញ់ផ្លោងដោយកំភ្លើងធំហ្នឹងគឺមានច្រើនហើយប៉ុន្តែការវាយប្រហារនោះក៏ក្នុងរយៈពេលខ្លីដែរអញ្ចឹងការបញ្ជាក់ពីប្រទេសឥណ្ឌានេះគឺបានបញ្ជាក់ថាមានការវាយប្រហារហ្នឹងគឺជាបន្តបន្ទាប់ប៉ុន្តែមានន័យថារយៈពេលខ្លីតែការវាយប្រហារពីថ្ងៃយប់ថ្ងៃពុធនេះគឺបានបន្តតែចំណុចនេះមិនបានបញ្ជាក់ពីខាងពីប៉ាគីស្ថានទេដោយមានសារព័ត៌មានមួយចំនួនបានលើកឡើងថាការបាញ់ប្រហារគ្នានេះនៅមិនទាន់ចប់នៅឡើយហើយភាគីទាំងពីរក៏នៅតែបង្ហាញពីកំហឹងរៀងខ្លួនពាក់ព័ន្ធទៅនឹងអបតវហេតុដែលបានកើតឡើងដែលរុញឲ្យមានស្ថានភាពតានតឹងរវាងភាគីទាំងពីរនិយាយជ្រុំមកដល់ពេលនេះគឺមិនទាន់មានចំណុចណាធូរស្រាលដែលអាចត្រូវបានមើលឃើញទេហើយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក៏មិនទាន់ចាប់ផ្ដើមដំណើរការក្នុងការសម្របសម្រួលនៅឡើយដែរបាទយើងនិយាយអំពីច្រកតាដែលអាចបន្ធូរបន្ថយស្ថានភាពតាមមើលទៅអាចមានវិធីឬក៏ច្រកណាដែលអាចបន្ធូរបន្ថយស្ថានភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាននៅពេលនេះបានបាទគេជាទូទៅគេបានមើលឃើញចំណុចសំខាន់ពីរដែលអាចឈានទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរនៅអាស៊ីខាងត្បូងនេះទីមួយគេបានកត់សម្គាល់ឃើញតាក់ទងទៅនឹងការសងសឹកមានដែនកំណត់ឬហៅថាប្រវត្តិការសងសឹកមានកម្រិតដែលគេអាចវាស់ស្ទង់បានក្នុងប្រទេសឥណ្ឌាគឺផ្ដោតសំខាន់ទៅលើភាគីឥណ្ឌាដោយសារឥណ្ឌាបានបង្ហាញពីបទពិសោធន៍ពីរលើកមកហើយក្រោយពេលមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់កាಶ್មៀរគ្រប់គ្រងដោយប៉ាគីស្ថានទៅលើប្រទេសឥណ្ឌាទៅលើតំបន់កាಶ್មៀរខាងដែលគ្រប់គ្រងដោយប្រទេសឥណ្ឌាឆ្នាំ2016ក៏មានការវាយប្រហារអញ្ចឹងដែរដែលបានសម្លាប់មនុស្ស19នាក់ខាងឥណ្ឌាហើយក្នុងរយៈពេល10ថ្ងៃប្រទេសឥណ្ឌាក៏ចាត់វិធានការសងសឹកដើម្បីបន្ធូរកំហឹងសាធារណជនដោយមានការវាយប្រហារមួយរយៈពេលខ្លីប៉ុន្តែជាទ្រង់ទ្រាយធំគួរសមដែលដាក់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រមសកម្មប្រយុទ្ធនៅក្នុងតំបន់កាಶ್មៀរក្រោមការគ្រប់គ្រងរបស់ប្រទេសប៉ាគីស្ថានឆ្នាំ2019ក៏មានការវាយប្រហារពីក្រមសកម្មប្រយុទ្ធនៅក្នុងតំបន់កាಶ್មៀរគ្រប់គ្រងដោយប្រទេសប៉ាគីស្ថានមកលើប្រទេសឥណ្ឌាបណ្ដាលឲ្យបុគ្គលិកយោធាឥណ្ឌាប្រមាណ40នាក់បាត់បង់ជីវិតជាស្ថានភាពមួយដែលត្រូវបានមើលឃើញថាមានភាពតានតឹងខ្លាំងក៏ប៉ុន្តែការសងសឹករបស់ឥណ្ឌាក៏វាយប្រហារកំណត់គោលដៅច្បាស់លាស់ទៅលើក្រមសកម្មប្រយុទ្ធទាំងនោះរយៈពេល15ថ្ងៃក្រោយដូច្នេះការវាយប្រហារនោះគឺมันបានធ្វើឲ្យភាគីប៉ាគីស្ថាននៅតែតដៃរយៈពេលយូរតទៀតទេមានន័យថាការក្រោយការវាយប្រហារប្រជាពលរដ្ឋអាចធូរកំហឹងដែលថារដ្ឋាភិបាលរបស់ខ្លួនគឺបានចាត់វិធានការសមស្របទប់ទល់នឹងសត្រូវរបស់ខ្លួនដូច្នេះលើកនេះមុនពេលដែលប្រទេសឥណ្ឌាបានសម្រេចវាយប្រហារដោយមីស៊ីលទៅលើប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធគេបានដឹងពីវិធានការសងសឹករបស់ឥណ្ឌាដែលថាឥណ្ឌានឹងជ្រើសរើសគោលដៅជាក់លាក់ណាមួយវាយប្រហារទៅលើប្រទេសប៉ាគីស្ថានដោយឥណ្ឌាបានកំណត់គោលដៅហើយថាក្រុមសកម្មប្រយុទ្ធពីរដែលឥណ្ឌាចាត់ទុកថាជាក្រុមភេរវកម្មទីមួយគឺក្រុម Lashkar e Taiba មួយទៀតគឺក្រុម JSE Mohammed ដែលក្រុមពីរនេះគឺឥណ្ឌាចោទប្រកាន់ថាកំពុងធ្វើសកម្មភាពនានាដែលមានការគ្រប់គ្រងពីប្រទេសប៉ាគីស្ថានហើយមានជំរុំវឹកវើនៅក្នុងតំបន់កាಶ್មៀរខាងទឹកដីប៉ាគីស្ថានក្នុងបំណងរំខានឬក៏វាយប្រហារភេរវកម្មដើម្បីបង្កបញ្ហាដល់ប្រទេសឥណ្ឌាហើយការវាយប្រហារនេះគឺកន្លងមកក៏មានដែរប៉ុន្តែគ្រាន់តែទ្រង់ទ្រាយតូចមិនមែនរហូតដល់សម្លាប់មនុស្ស26នាក់កាលពីថ្ងៃទី22ខែឧសភាខែមេសាកន្លងទៅទេអញ្ចឹងនៅពេលដែលឥណ្ឌាចាត់វិធានការដោយវាយប្រហារដោយមីស៊ីលទៅលើប្រទេសប៉ាគីស្ថានកាលពីព្រឹកព្រហៀមថ្ងៃពុធកន្លងទៅនេះគឺឥណ្ឌាបានប្រកាសថាវាយប្រហារទៅលើគោលដៅដែលបានកំណត់ច្បាស់លាស់ចំនួន9គឺជាជំរំហ្វឹកហ្វឺនក្រុមភេរវករនៅក្នុងតំបន់កាಶ್មៀរគ្រប់គ្រងដោយប្រទេសប៉ាគីស្ថានដែលក្រុមនេះបានបង្កបញ្ហាគឺការវាយប្រហារភេរវកម្មជាបន្តបន្ទាប់មកលើទឹកដីឥណ្ឌាប៉ុន្តែខាងប៉ាគីស្ថានបានប្រកាសភ្លាមវិញដែរការវាយប្រហារនោះត្រូវសម្ដៅទៅលើគោលដៅ6កន្លែងនៅក្នុងតំបន់កាಶ್មៀរហៅថាអាសាតកាಶ್មៀរនិងព្រំនៅនឹងខេត្តជាប់ព្រំដែននៃតំបន់គេហៅថាខ្សែបន្ទាត់ជាក់ស្ដែង line of control នេះគឺនៅក្នុងខេត្តបញ្ចាបរបស់ប្រទេសប៉ាគីស្ថានហ្នឹងគឺមានន័យថាវាយនៅក្នុងកាಶ್មៀរផងចូលទៅដល់បញ្ចាបរបស់ប៉ាគីស្ថានដែលនៅជាប់ព្រំដែនតំបន់កាಶ್មៀរខាងប៉ាគីស្ថាននិងជាប់ជាមួយប្រទេសឥណ្ឌាដូច្នេះការវាយប្រហារនេះត្រូវបានគេមើលឃើញថាជាការកំណត់
ត់គោលដៅហើយក៏គេប្រើពាក្យថា limited operation គឺជាប្រតិបត្តិការដែលមានកំណត់គោលដៅជាក់លាក់មិនឲ្យរីកសាយភាយទៅកាន់តំបន់ផ្សេងទៀតឬខេត្តផ្សេងទៀតដែលរុញឲ្យមានចំនួនឬក៏ការផ្ទុះកំហឹងកាន់តែខ្លាំងពីប្រទេសប៉ាគីស្ថានទេនេះគឺជាចំណុចទី1ចំណុចទី2ប្រទេសឥណ្ឌានិងប៉ាគីស្ថាននេះគឺមានមិត្តភ័ក្តិជាច្រើនដូចជាប្រទេសសហរដ្ឋអាមេរិកចក្រភពអង់គ្លេសនិងបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ាសុទ្ធតែមានទំនាក់ទំនងល្អជាមួយប្រទេសឥណ្ឌាហើយក្រោយពេលដែលស្ថានភាពនេះកើតឡើងប្រទេសទាំងនោះគឺបានសន្ទនាដោយផ្ទាល់រវាងឥណ្ឌាផងនិងប៉ាគីស្ថានផងហើយប្រទេសអ៊ីរ៉ង់ក៏បានចាត់មន្ត្រីប្រមុខការទូតរបស់ខ្លួនមកជួបខាងឥណ្ឌាផងនិងខាងប៉ាគីស្ថានរួចហើយបានមកកាន់ឥណ្ឌាហើយថ្ងៃនេះក៏មានកម្រងជួបជាមួយប្រមុខការទូតឥណ្ឌាដែរហើយដូច្នេះគេមើលឃើញថាចរន្ត2នេះទី1គឺផ្អែកទៅលើវិធានការសងសឹករបស់ឥណ្ឌាបើមិនរាសាយភាយធំពេកឬក្នុងកម្រិតដែលគេធ្លាប់ឃើញកាលពីឆ្នាំ2016និង2019គឺស្ថានភាពនេះគឺអាចសម្របសម្រួលបានទី2គឺមិត្តភ័ក្តិរបស់ប្រទេសឥណ្ឌានិងប៉ាគីស្ថានក៏បានសន្ទនាព្រមព្រៀងតាក់ទងទៅនឹងការជំរុញឲ្យភាគីទាំងពីរបង្កើនការអត់ធ្មត់និងបន្ធូរបន្ថយភាពតានតឹងនេះគឺជាកត្តាដែលអាចធ្វើឲ្យស្ថានភាពនេះគឺធូរស្រាលបានបើសិនជាឥណ្ឌាសងសឹកក្នុងទ្រង់ទ្រាយធំហើយវាយគោលដៅប្រសិទ្ធប្រសាចទៅកាន់ខេត្តផ្សេងទៀតឬក៏តំបន់ផ្សេងទៀតគោលដៅស៊ីវិលជាដើមពេលនោះឯងគឺស្ថានភាពនេះក៏មិនអាចសម្របសម្រួលបានដែរតែពេលនេះទោះជាស្ថានភាពមិនទាន់ឈានដល់កម្រិតធម្មតាក៏ដោយតែគេជឿថាកម្រិតនៃការសងសឹករបស់ប្រទេសឥណ្ឌាអាចនៅត្រឹងសិនរងចាំមើលប្រតិកម្មតពីប្រទេសប៉ាគីស្ថានបាទនេះមកកាន់ការតាំងចិត្តរបស់ភាគីចំនួនទាំងពីរតើឥណ្ឌាតាំងចិត្តបែបណាហើយប៉ាគីស្ថានតាំងចិត្តបែបណានៅចំពោះមុខភាពតានតឹងនៅពេលនេះបាទក្រោយពីហេតុការណ៍នេះបានកើតឡើងដំបូងថ្ងៃទី22ខែមេសាឆ្នាំ2025នេះគឺខាងនាយករដ្ឋមន្ត្រីឥណ្ឌាលោកនរិនទ្រ ម៉ូឌីបានបដិញ្ញាឲ្យថានឹងចាប់ជនល្មើសទាំង3នាក់ដែលគេថាមានជនសង្ស័យ3នាក់ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះដើម្បីយកមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ឲ្យបានដោយគេប្រើថាទោះទៅដល់ជើងមេឃឥណ្ឌាតាមចាំបាច់ត្រូវតែយកជនទាំង3ហ្នឹងមកផ្ដន្ទាទោសបើពុំនោះសោតគឺឥណ្ឌាត្រូវតែចាត់វិធានការបន្ថែមទៀតដោយចាត់ប្រកាន់ប្រទេសប៉ាគីស្ថានថាលាក់បំពួននិងចិញ្ចឹមផ្គត់ផ្គង់បណ្ដុះបណ្ដាលក្រុមសកម្មយុទ្ធដងចេតនាដើម្បីវាយប្រហារមកលើប្រទេសឥណ្ឌាដែលឡែកខាងប៉ាគីស្ថានវិញនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif បានប្រកាសជាបន្តបន្ទាប់អំពីការចាត់វិធានការសងសឹកទៅលើប្រទេសឥណ្ឌាវិញហើយកាលពីសម័យនេះលោកក៏បានប្រកាសដែរថាប៉ាគីស្ថានមានសមត្ថភាពពេញលេញក្នុងការចាត់វិធានការគ្រប់បែបយ៉ាងដើម្បីសងសឹកទៅលើប្រទេសឥណ្ឌាហើយម្យ៉ាងវិញទៀតប៉ាគីស្ថានក៏មានសមត្ថភាពគ្រប់គ្រាន់ដែរក្នុងការទប់ស្កាត់ការឈ្លានពានពីប្រទេសឥណ្ឌាដូច្នេះមកដល់ពេលនេះគឺសង្គ្រាមវាយបកទៅវិញទៅមកគេមិនទាន់ស្ងប់ស្ងាត់ដល់ឡើយទេគឺសុទ្ធសឹងតែបដិញ្ញាខ្ពស់ក្នុងការខាងប៉ាគីស្ថានថានឹងឲ្យសងឈាមទុក្ករៈបុគ្គលស្លូតត្រង់ដែលស្លាប់ដោយសារការវាយប្រហារពីប្រទេសឥណ្ឌាកាលពីថ្ងៃពុធហើយមកដល់ពេលនេះគឺមានអ្នកស្លាប់31នាក់អ្នករបួស57ខាងឥណ្ឌាគឺជនស៊ីវិល15នាក់បានបាត់បង់ជីវិតនិង50នាក់ជាងទៀតបានរងរបួសដោយសារការបាញ់តគ្នាក្រោយការវាយប្រហារដោយមីស៊ីលរបស់ប្រទេសឥណ្ឌានោះបាទសូមអរគុណលោករីណាយើងបន្តតាមដានបន្តទៀតអំពីបញ្ហារវាងប៉ាគីស្ថាននិងឥណ្ឌានៅពេលនេះជម្រាបលាបាទពលរដ្ឋនៅក្នុងប្រទេសប៉ាគីស្ថានបាននាំគ្នាឈរបង្ហាញការគាំទ្រនៅពីក្រោយរដ្ឋាភិបាលរបស់ខ្លួននៅចំពោះមុខភាពតានតឹងជាមួយឥណ្ឌានៅពេលនេះ मैं कल एक था उसकी ट्वीट पढ़ रहा था या तो पाकिस्तान का ये पाकिस्तान का मतलब क्या ये तो पीछे था क्या वैसे មនុស្សរាប់រយនាក់បានចូលរួមការជួបជុំមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធទី7ឧសភាឆ្នាំ2025ម្សិលមិញនេះដើម្បីបង្ហាញការគាំទ្រដល់យោធារបស់ប្រទេសនេះបន្ទាប់ពីមានការបាញ់ផ្លោងឆ្លងព្រំដែនថ្មីៗនេះជាមួយឥណ្ឌាគណៈបកនយោបាយសម្ព័ន្ធមូស្លីម Markazi Pakistan PMML បានរៀបចំការប្រមូលផ្ដុំមួយឈ្មោះថា Pakistan Zindabad ដែលតាក់ទាញសមាជិកបកនិងអ្នកស្រុករាប់រយនាក់ការជួបជុំនេះបានកើតឡើងបន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាខាងយោធារវាងប៉ាគីស្ថាននិងឥណ្ឌាដោយភាគីទាំងពីរបានអះអាងយកត្រូវរៀងៗខ្លួនលោក Inam O Rehman ប្រធានផ្នែកការងារបក PMML នៅទីក្រុងអ៊ីស្លាមាបាតបានប្រាប់ក្រុមអ្នកចូលរួមថានៅពេលយោធារបស់យើងឆ្លើយតបពួកគេកំណត់គោលដៅទីតាំងយោធាត្រឹមត្រូវលោកបានអំពាវនាវមានការរួបរวมជាតិដោយស្នើឲ្យពលរដ្ឋឈររួមគ្នានៅពីក្រោយកម្លាំងប្រដាប់អាវុធរបស់ប៉ាគីស្ថាននៅក្នុងពេលនេះចំណែកលោក Salim Ilyas អ្នកនាំពាក្យរបស់គណៈបកនេះបាននិយាយថាការជួបជុំនេះមានបំណងបង្ហាញការគាំទ្រជាសាធារណៈចំពោះយោធាប៉ាគីស្ថានលោកបានសម្ដៅដល់ការវាយប្រហារថ្មីៗនេះដោយនិយាយថាពួកលោកបានមើលឃើញការវាយប្រហារ
តំបន់ជនស៊ីវិលនិងកន្លែងសាសនាដែលពួកលោកត្រូវតែថ្កោលទោសឥណ្ឌាបានវាយប្រហារលើប៉ាគីស្ថាននៅតំបន់កាស្មៀររបស់ប៉ាគីស្ថានដោយមីស៊ីលកាលពីថ្ងៃពុធហើយប៉ាគីស្ថានបាននិយាយថាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន5គ្រឿងហើយបានបដិញ្ញាសងសឹកឥណ្ឌាបាននិយាយថាខ្លួនបានវាយលុកទីតាំងហេដ្ឋារចនាសម្ព័ន្ធភេរវករចំនួន9កន្លែងដែលខ្លះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយក្រុមសកម្មយុទ្ធអ៊ីស្លាមដែលបានសម្លាប់អ្នកទេសចរហិណ្ឌូ26នាក់និងនៅក្នុងស្រុកមួយនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាកាលពីខែមុននេះលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានសេបាសារីហ្វកាលពីថ្ងៃពុធសប្តាហ៍នេះបានថ្លែងទៅកាន់ប្រជាជាតិរបស់លោកហើយបាននិយាយថាឥណ្ឌានឹងត្រូវទទួលផលលំបាកនៃសកម្មភាពវាយប្រហាររបស់ខ្លួនលើប៉ាគីស្ថានចំនួនអ្នកស្លាប់ក្នុងចំនួនយោធានេះបានកើនឡើងដល់31នាក់លោកបាននិយាយថាប្រទេសឥណ្ឌាបានយល់ច្រឡំហើយដែលថាប៉ាគីស្ថាននឹងមិនផ្ដល់ការឆ្លើយតបដ៏សមរម្យណាមួយនោះប្រវត្តិសាស្ត្រជាសាក្សីថាប៉ាគីស្ថានជាប្រទេសក្លាហានដែលកូនចៅរបស់ព្រះធរណីបានការពារមាតុភូមិប្រឈមនឹងបញ្ហាលោកបាននិយាយកាលពីយប់ថ្ងៃពុធថាពិភពលោកទាំងមូលបានមើលឃើញអំពីរបៀបដែលប៉ាគីស្ថានឆ្លើយតបភ្លាមៗហើយបានវាយប្រហារយន្តហោះឥណ្ឌានោះគឺជាការឆ្លើយតបដ៏ស័ក្តិសមដែលនាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថាបានបង្រៀនឥណ្ឌានៅមេរៀនដ៏មានឥទ្ធិពលមួយលោកថាពួកលោកនឹងធ្វើសង្គ្រាមជាមួយឥណ្ឌារហូតដល់ទីបំផុតភ្លាមក្រោយការវាយប្រហារពីមីស៊ីលឥណ្ឌាលោកនាយករដ្ឋមន្ត្រីសេបាសារីហ្វបាននិយាយថាឥណ្ឌាបានបើកការវាយប្រហារដ៏កំសាកមកលើប្រទេសប៉ាគីស្ថាននៅក្នុងពេលយប់ងងឹតថ្លែងសន្ទរកថានៅក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃពុធលោកនាយករដ្ឋមន្ត្រីបាននិយាយថាកម្លាំងប្រដាប់អាវុធបានផ្ដល់ការឆ្លើយតបដ៏សមរម្យមួយចំពោះការឈ្លានពានរបស់ឥណ្ឌាជាមួយគ្នានោះលោកក៏បានរិះគន់ឥណ្ឌាយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនៅតំបន់ទេសចរប៉ាហាល់ហ្គាំដោយហៅតំបន់នេះថាស្ថិតនៅក្រោមការកាន់កាប់ខុសច្បាប់របស់ឥណ្ឌាលោកថាឧបទ្ទវហេតុតំបន់ប៉ាហាល់ហ្គាំគឺជារឿងអកុសលប៉ុន្តែឥណ្ឌាបានប្រញាប់ចុះបញ្ជីលើរបាយការណ៍ព័ត៌មានបឋមFIR នៅក្នុងរយៈពេល10នាទីគណៈប្រព័ន្ធផ្សព្វផ្សាយនិងអ្នកកាសែតរបស់ខ្លួនបានចាប់ផ្ដើមដាក់ការចោទប្រកាន់ប្រឆាំងនឹងប៉ាគីស្ថានប្រពេលដែលមានការវាយប្រហារគ្នារវាងឥណ្ឌានិងប៉ាគីស្ថានគេក៏បានមើលឃើញខាងប៉ាគីស្ថានឯនេះបានអនុវត្តនៅការបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដងនៅក្នុងពេលមានការឈ្លានពានរបស់ឥណ្ឌាសមាជិកយោធាប៉ាគីស្ថាននិងកម្លាំងសន្តិសុខព្រំដែនឥណ្ឌាបានត្រៀមខ្លួនសម្រាប់ពិធីផ្អាកសកម្មភាពសឹកតាមប្រពៃណីកាលពីថ្ងៃពុធក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសឥណ្ឌាមន្ត្រីប៉ាគីស្ថានបាននិយាយថាសេចក្តីចង់បានរបស់ពួកគេគឺខ្លាំងដែលពួកគេឈរជាមួយប៉ាគីស្ថានគ្រប់ពេលវេលាគ្រប់នីតិពួកគេជាមួយនឹងកងទ័ពប៉ាគីស្ថានត្រូវតែនៅរស់រានជារៀងរហូតពិធីនេះបានធ្វើឡើងគណៈប្រទេសប៉ាគីស្ថានបានអះអាងថាបានបាញ់ទម្លាក់យន្តហោះរបស់ឥណ្ឌាចំនួន5គ្រឿងដែលធ្វើឲ្យមានការប៉ះទង្គិចគ្នាផ្នែកយោធាអាក្រក់បំផុតរវាងគូប្រជែងទាំងពីរនៅក្នុងរយៈពេលជាង2ទសវត្សរ៍មិនដែលមានចាប់តាំងពីទទួលបានឯករាជ្យពីការគ្រប់គ្រងអាណានិគមរបស់អង់គ្លេសនៅឆ្នាំ1947ប៉ាគីស្ថាននិងឥណ្ឌាបានប្រយុទ្ធគ្នាទ្រង់ទ្រាយធំចំនួន2លើកជុំវិញបញ្ហាតំបន់កាស្មៀរដែលមានប្រជាជនមូស្លីមភាគច្រើនដែលប្រទេសទាំងពីរគ្រប់គ្រងដោយផ្នែកប៉ុន្តែទាមទារសិទ្ធិពេញលេញយោធាប៉ាគីស្ថានបានរាយការណ៍ថាជនស៊ីវិលយ៉ាងហោចណាស់31នាក់ត្រូវបានសម្លាប់និង46នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់ឥណ្ឌានិងការបាញ់ផ្លោងនៅតាមព្រំដែនឥណ្ឌាបានធ្វើសមយុទ្ធបង្ហាញអំពីការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសក្នុងពេលដែលមានភាពតានតឹងជាមួយប៉ាគីស្ថាននៅពេលនេះវិមានប្រធានាធិបតីនៅក្នុងទីក្រុងយូដេលីនិងវិមានអនុស្សាវរីយ៍សង្គ្រាមនៅឥណ្ឌាបានស្ថិតនៅក្នុងភាពងងឹតកាលពីយប់ថ្ងៃពុធទី7ឧសភាម្សិលមិញនេះគណៈប្រទេសនេះបានធ្វើការហាត់សមដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសក្នុងពេលមានភាពតានតឹងតាមព្រំដែនជាមួយប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធឆ្មាំក្នុងតំបន់និងអាជ្ញាធរការពារជនស៊ីវិលនៅក្នុងការសហការជាមួយក្រុមពលរដ្ឋអគ្គីភ័យនិងបុគ្គលិកកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិបានធ្វើសមយុទ្ធជំលះនៅគ្រប់រដ្ឋនិងដែនដីទាំងអស់អគ្គិសនីនៅតាមអគាររដ្ឋាភិបាលនិងតំបន់លំនៅឋានមួយចំនួននៅទូទាំងប្រទេសឥណ្ឌាត្រូវបានកាត់ផ្តាច់ជាបណ្ដោះអាសន្នដើម្បីកាត់បន្ថយការមើលឃើញប្រទេសឥណ្ឌាបាននិយាយថាខ្លួនបានវាយលុកលើទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករចំនួន9កន្លែងកាលពីថ្ងៃពុធជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយក្រុមសកម្មយុទ្ធអ៊ីស្លាមទៅលើភ្ញៀវទេសចរហិណ្ឌូដែលបានសម្លាប់មនុស្ស26នាក់នៅតំបន់កាស្មៀរប្រទេសឥណ្ឌាកាលពីខែមុនគេហទំព័របាននិយាយថាទីតាំងចំនួន4កន្លែងស្ថិតនៅក្នុងរដ្ឋពុនចាប់និងចំនួន5កន្លែងនៅក្នុងតំបន់កាស្មៀរប្រទេសប៉ាគីស្ថានប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសអំពីឆន្ទៈរបស់លោកក្នុងការជួយសម្របសម្រួលបញ្ហាដែលកំពុងកើតមានឡើងរវាងឥណ្ឌានិងប៉ាគីស្ថាននៅពេលនេះប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃពុធទី7ឧសភាឆ្នាំ2025តាមវេលានៅសហរដ្ឋអាមេរិកគឺនៅថ្ងៃម្សិលមិញបានស្នើជួយដោះស្រាយភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានដែលបានកើតឡើងបន្ធូរស្រាលសោះជាលទ្ធផលនៃការវាយប្រហារភេរវកម្មអ៊ីស្លាមនិយមនៅពេលថ្មីនេះដែលបានសម្លាប់អ្នកទេសចរ26នាក់នៅក្នុងតំបន់កាស្មៀរផ្នែកដែលឥណ្ឌាគ្រប់គ្រង
លោកត្រាំបានអត្ថាធិប្បាយអំពីស្ថានភាពនោះប៉ុន្មានម៉ោងបន្ទាប់ពីឥណ្ឌានិយាយថាកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានវាយប្រហារប្រឆាំងនឹងប៉ាគីស្ថានកាលពីព្រឹកថ្ងៃពុធដោយមេដឹកនាំអាមេរិកហៅចំនួននេះថាជារឿងអាក្រក់ខ្លាំងណាស់លោកត្រាំបាននិយាយថាប្រសិនបើអាចធ្វើអ្វីបានដើម្បីជួយដោះស្រាយនោះរូបលោកនឹងជួយទប់ភាពតានតឹងនេះលោកបន្ថែមថាអាមេរិកមានទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរហើយចង់ឃើញការសងសឹកទៅវិញទៅមកនេះត្រូវបញ្ឈប់ទៅលោកត្រាំកាលពីយប់ថ្ងៃអង្គារបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថាឥណ្ឌានិងប៉ាគីស្ថានបានប្រយុទ្ធគ្នាយូរហើយបានបង្កប់ន័យថាភាពតានតឹងកើនឡើងនេះអាចត្រូវបានមើលឃើញថាផ្អែកលើអតីតកាលបន្តិចបន្តួចគួរឲ្យដឹងថាប្រទេសជិតខាងទាំងពីរមានប្រវត្តិជូរចត់ណាស់រឿងចំនួននៅតំបន់ចាមូកាស្មៀរនេះបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ានេះបានអំពាវនាវដល់ឥណ្ឌានិងប៉ាគីស្ថានឲ្យបន្ធូរបន្ថយនូវភាពតានតឹងជាមួយគ្នាទៅសូមបញ្ជាក់ផងដែរថាឥណ្ឌានិងប៉ាគីស្ថានគឺជាប្រទេសពីរស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងហើយក៏ជាប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរដូចគ្នាផងដែរប្រទេសអ៊ីរ៉ង់អេហ្ស៊ីបអាល់សេរីនិងទូគីនៅថ្ងៃពុធម្សិលមិញនេះត្រូវនៅថ្ងៃទី7ឧសភាឆ្នាំ2025បានជំរុញឲ្យឥណ្ឌានិងប៉ាគីស្ថានអនុវត្តការអត់ធ្មត់ដើម្បីកាត់បន្ថយភាពតានតឹងដែលកំពុងកើនឡើងអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអ៊ីស្ម៉ាអ៊ីលបាហ្គេកាលពីថ្ងៃពុធបានសម្ដែងក្តីបារម្ភខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះរវាងឥណ្ឌានិងប៉ាគីស្ថានលោកបានអះអាងជាថ្មីនៅគោលជំហរជាគោលការណ៍របស់អ៊ីរ៉ង់លើការជ្រៀតជ្រែកការប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិនិងគោរពអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីលោកបាហ្គេបានជំរុញឲ្យភាគីទាំងពីរដែលជាមិត្តដ៏យូរអង្វែងរបស់អ៊ីរ៉ង់បន្ធូរបន្ថយតាមរយៈការអត់ធ្មត់និងទប់ស្កាត់តួអង្គខាងក្រៅជាពិសេសអ៊ីស្រាអែលពីការកេងប្រវ័ញ្ចលើស្ថានភាពនេះដើម្បីបង្កភាពតានតឹងបន្ថែមក្រសួងការបរទេសអេហ្ស៊ីបបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីសារៈសំខាន់នៃការខិតខំប្រឹងប្រែងទាំងអស់ដើម្បីសម្រេចបាននូវភាពស្ងប់ស្ងាត់និងបញ្ចប់វិបត្តិដោយព្រមានប្រឆាំងនឹងការកើនឡើងនៃភាពតានតឹងបន្ថែមទៀតអេហ្ស៊ីបអំពាវនាវឲ្យឥណ្ឌានិងប៉ាគីស្ថានអនុវត្តកម្រិតខ្ពស់បំផុតនៃការអត់ធ្មត់ដោយខ្លួនឯងនិងជំរុញការសន្ទនាតាមរយៈបណ្ដាញការទូតប្រទេសនេះក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការងាកទៅរកដំណោះស្រាយដោយសន្តិវិធីដែលបំពេញសេចក្តីប្រាថ្នារបស់ប្រទេសទាំងពីរជំរុញសន្តិភាពនិងស្ថិរភាពនៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងការបរទេសរបស់ប្រទេសអាល់ហ្សេរីបានសម្ដែងការសោកស្ដាយនិងក្តីបារម្ភខ្លាំងចំពោះការប៉ះទង្គិចគ្នាដ៏សោកនាដកម្មរវាងឥណ្ឌានិងប៉ាគីស្ថានដោយសង្កត់ធ្ងន់ថាអរិភាពនៅពេលយប់រវាងថ្ងៃអង្គារនិងថ្ងៃពុធបង្កហានិភ័យធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខនៅទូទាំងតំបន់ទាំងមូលចំណែកប្រធានាធិបតីទួរគីលោករេសេបតាយីបអេដូហ្គានក្រោយមកបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកសេបាសារីហ្វដែលបង្ហាញពីការត្រៀមខ្លួនរបស់ទួរគីនៅក្នុងការប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងបន្ថែមទៀតរវាងភាគីទាំងពីរ